មូលហេតុដែលខ្ញុំបន្តមកដល់បច្ចុប្បន្ននេះដោយសារខ្ញុំខ្លាចគេដល់រូបខ្ញុំចេញហើយមួយទៀតខ្ញុំមានគំនិតរួចផ្ដើមចាប់ផ្ដើមចាំភៀននេះដោយសារខ្ញុំហៅបងប្អូនសំណាំងមកក្រុមហ៊ុនខ្ញុំចង់បាន100នាក់ឥឡូវសល់100គត់មែនហើយមូលហេតុសំខាន់មួយទៀតដូចខ្ញុំតែងតែរំលឹកខ្លួនឯងថាចង់ជោគជ័យត្រូវមាន3ចំណុចទី1 mindset កន្លែងនេះជាកន្លែងដែលយើងមាន blueprint mindset ជោគជ័យពុំ mindset ជោគជ័យគេនិយាយថាយើងមិនអាចចង់បានអ្វីដែលយើងចង់បានទេយើងចង់បានអ្វីបានតែយើងជាអ្នកណាបើយើងមាន mindset អ្នកមានបានយើងយកលុយមកបានបើយើង mindset អ្នកក្រអ្នកកដាលលុយមកគាត់តែមកប៉ះយើងលោតទៅវិញទី2 OQP only quality people ប្រហែល100នាក់ពីមុនមិនសំខាន់ទេថ្ងៃនេះនៅសល់100នាក់ដូចអ្វីដែលខ្ញុំបាននិយាយមួយបងសំណាងកាលពី5ឆ្នាំមុន only quality people សមាជិកនៅទីនេះបងប្រចាំឆ្នាំ follow system ហើយបងប្រចាំខែហើយរាល់ថ្ងៃអាទិត្យរាល់ថ្ងៃសុក្រយើងងើបពីម៉ោង5ដាក់នាការរោម៉ោង5ពេលគេកំពុងតែដេកស្កប់ស្កល់អញ្ចឹងយើងមកជួបនៅដែលមាន mindset ដូចគ្នាទី3 communication គឺជា soft skill មួយសំខាន់បំផុតអ្នកអាចរៀន Doctor វិស្វករ Professor ជំនាញស្អីក៏ដោយបើអត់មានជំនាញ soft skill ទេយើងនឹងមិនអាចទៅដល់ណាទេព្រោះគាត់និយាយលោកគ្រូខ្ញុំនិយាយថាយើងត្រូវតែអភិវឌ្ឍ communication skill ខ្ញុំមិនអង្គុយសង្កេតមើលឃើញថ្នាក់ដឹកនាំយើងម្នាក់និយាយតិចខ្លីហើយ to the point ចំចំណុចអត់មាន error មានសម្រាមមានញ៉ៃអីច្រើនទេពួកយើងម្នាក់សិតតែជា leader គឺមាន public speaking អញ្ចឹងពេលយើងបើកមាត់យើងនឹងប្រាប់ពិភពលោកថាយើងជាអ្នកណាបើយើងអត់ចេះ communicate យើងមិនបាន promote ខ្លួនឯងទៅសង្គមទៅការងារផលិតផលសេវាកម្មយើងទៅដល់អតិថិជនគោលដៅបានឬក៏ទៅដល់ business ដែលជាដៃគូដែលយើងចង់ទៅបានអញ្ចឹងមាន3ចំណុចហ្នឹងដែលធ្វើឲ្យខ្ញុំនៅហើយស្រឡាញ់បងប្អូនអរគ្នាដែលជាមនុស្សដែលមានគុណភាពនៅទីនេះគឺ BNI Champion សូមអរគុណបាទ